តើ authentication ជាអ្វីអញ្ចឹងបងប្អូនអាចមើលរូបនៅខាងលើម៉ោងគេងហើយចដល់ម៉ោងគេងតែឆ្លៀតធ្វើវីដេអូមួយនេះហើយក៏វាចំពេលដែល trending ដែលគេនាំគ្នាជជែកវែកញែកច្រើនជាមួយនឹង app Digi Super App សម្រាប់ប្រើប្រាស់បានបើកបរជា digital អញ្ចឹងវែកញែកទៅលើប្រើប្រាស់ bank account សម្រាប់ធ្វើការភ្ជាប់អញ្ចឹងតើ authentication នឹងជាអ្វីបងប្អូនគឺប្រកាសជាធ្លាប់ប្រើប្រាស់ហើយយើង log in ចូលទៅក្នុង app ធនាគារឬក៏យើងប្រើប្រាស់កម្មវិធីផ្សេងដែលមានគណនីគឺយើងតែងតែឆ្លងកាត់ log in ចូលទៅប្រើប្រាស់ហ្នឹងហើយអញ្ចឹង authentication គឺជាដំណើរការសម្រាប់សម្គាល់ user សម្រាប់សម្គាល់ថា user នឹងជាអ្នកណាដែលបានចូលមកប្រើប្រាស់ប្រព័ន្ធអញ្ចឹងរាល់ប្រព័ន្ធដែលត្រូវការគណនីគឺនៅខាងក្រោយគឺគេតែងតែមានដំណើរការឆែកទៅលើ user ហ្នឹងដែលបានចូលមកប្រើប្រាស់ក្នុង system ហ្នឹងគឺជាអ្នកណាអញ្ចឹងដំណើរការបងប្អូនអាចមើលនៅខាងលើទី1 user គាត់ចូលមកកាន់ app ហើយគាត់បញ្ចូលនៅព័ត៌មានរបស់គាត់គណនីរបស់គាត់ហើយបានបញ្ជូនទៅដល់ server អាចធ្វើការ validate អាចធ្វើការ check ទៅលើ user មួយហ្នឹងថាមានសិទ្ធិនៅក្នុងការប្រើប្រាស់កម្មវិធីនឹងអត់មានសិទ្ធិត្រឹមកម្រិតណាហើយក៏បង្កើតជា session ត្រឡប់មកវិញឆ្លើយមកកាន់ device វិញហើយ device គឺបាន save ទុក session មួយហ្នឹងដើម្បីបន្តប្រើប្រាស់ទៀតមិនបាច់ចាំយើងត្រូវការ log in រហូតអញ្ចឹងយើងផ្ដោតតែថា authentication ហ្នឹងជាអ្វីទៅបាទសង្ឃឹមថានៅក្នុងរូបភាពខាងលើហ្នឹងគឺវាច្បាស់ហើយថា authentication ហ្នឹងជាអីបន្ទាប់មកវាមានមធ្យោបាយអីគេខ្លះនៅក្នុង authentication ហ្នឹងគឺវាអាចប្រើប្រាស់មធ្យោបាយផ្សេងដូចជាការប្រើប្រាស់ account Gmail ការប្រើប្រាស់ account Facebook ឬក៏លេខទូរស័ព្ទឬក៏ email របស់យើងដើម្បីជាមធ្យោបាយបំពេញនៅ authentication ហ្នឹងដូចគ្នានៅលើ app Digi Super App ហ្នឹងគាត់ប្រើប្រាស់មធ្យោបាយដើម្បីបញ្ជាក់ពី authentication គឺគាត់ប្រើប្រាស់មធ្យោបាយភ្ជាប់ឬក៏ verify នៅលើ app bank ធនាគារសិនអញ្ចឹងនៅក្នុង app នីមួយគឺគេមានការ design ផ្សេងគ្នាទៅតាមអ្វីដែលគេគិតវិនិច្ឆ័យថាធ្វើតាមផ្លូវមួយណាគឺល្អឬក៏ទៅតាមគម្រោងរបស់គេអញ្ចឹងទៅ